ខ្ញុំបាទឈ្មោះជួនតបបជាប្រជាពលរដ្ឋដែលមករស់នៅលើទឹកដីក្នុងខេត្តដូគិរីក្រុងសែននៅរំហើយក្នុងសង្កាត់ស្ពានមានជ័យភូមិអូស្ពានខ្ញុំបាទមករស់នៅមណ្ឌលគិរីនេះតាំងពីឆ្នាំ1981ហើយខ្ញុំបាទដែលនាំគ្នាមកថ្ងៃនេះសូមតវ៉ាជូនដល់ថ្នាក់ដឹកនាំគ្រប់ជំនាញគ្រប់ជាន់ថ្នាក់ឲ្យបានជ្រាបខ្ញុំបានឮដំណឹងថាក្នុង4-10ថ្ងៃនេះមានបុគ្គលហើយឈ្មោះឈៀងប៉ាក់សួរណាមកសុំចេញប្លង់រឹងហើយលើដីពួកខ្ញុំដែលអាស្រ័យផលមានដំណាំដាំដុះមានផ្ទះស្បែងហើយខ្ញុំសូមឲ្យថ្នាក់ដឹកនាំជួយធ្វើការដោះស្រាយដើម្បីឲ្យពួកខ្ញុំបានគ្រប់គ្រងដីដែលពួកខ្ញុំបានរស់នៅអាស្រ័យផលព្រោះអីដីអស់នេះពួកខ្ញុំបានសាលាខេត្តអភិបាលរងខេត្តគាត់បានកោះហៅទៅប្រជុំជា1លើក2លើក3លើក4លើករហូតទាំងបានចាត់ចែងឲ្យនៅថ្នាក់ដឹកនាំខេត្តមន្ត្រីសាលាខេត្តនិងជំនាញពាក់ព័ន្ធចុះមកជំរឿនក្បាលដីរួចអស់ហើយហើយស្រាប់តែឥឡូវហ្នឹងមកចេញប្លង់ឡើងលើដីពួកខ្ញុំថាពេលដែលក្រសួងចុះមកបិទផ្សាយពួកខ្ញុំអត់បានប្តឹងតវ៉ារឿងនេះគឺរឿងមិនពិតពួកខ្ញុំប្រជុំ 3-4 លើកដោយថ្នាក់ដឹកនាំខេត្តគាត់ជើញទៅឲ្យចុះមកជំរឿនក្បាលដីឲ្យឆ្លើយថាពួកខ្ញុំអត់ប្តឹងតវ៉ាមិនហើយមកចេញប្លង់រឹងលើដីពួកខ្ញុំមិនអញ្ចឹងសូមជម្រាបដល់អាលេងណែអាដាមរដ្ឋមន្ត្រីពិនិត្យឡើងវិញមើលលើរបាយការណ៍ដែលគេធ្វើឲ្យអាដាមរដ្ឋមន្ត្រីផងព្រោះអីរបាយការណ៍នេះខ្ញុំជឿថាមិនពិតទេខ្ញុំសង្ឃឹមថាថ្នាក់ដឹកនាំនឹងជួយរកយុត្តិធម៌ឲ្យជាជនពួកខ្ញុំជិត200គ្រួសារនេះផងសូមអរគុណបាទសូមជំរាបសួរខ្ញុំបាទឈ្មោះជួនមុនណាពួកឯងទីអំណាចនៅភូមិស្ពានសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខ្ញុំមកថ្ងៃនេះជាមួយពុកម៉ែអង្គមាមិញនេះដោយសារមានបញ្ហាដីធ្លីពួកខ្ញុំត្រូវបានអ្នកធំម្នាក់ឈ្មោះឈៀងប៉ាក់សួរស្នើសុំចេញបានកាន់កាប់ធ្វើក្របពីលើដីពួកខ្ញុំហើយបានដាំដំណាំរស់នៅលើដីនេះមិនក្រោម10ឆ្នាំទេខ្ញុំបាទសូមស្នើសុំទៅថ្នាក់ដឹកនាំស្រីពាក់ព័ន្ធទាំងអស់សូមជួយមកចុះពិនិត្យឲ្យបានច្បាស់លាស់មុននឹងសញ្ញេចេញប្លង់ទៅឲ្យនរណាម្នាក់ចង់ដឹងថានៅលើដីនេះមានជីវរដ្ឋពិតឬមិនពិតសូមថ្នាក់ដឹកនាំទាំងអស់ចុះមកត្រួតពិនិត្យឲ្យបានច្បាស់លាស់សូមស្នើសុំទៅរដ្ឋមន្ត្រីក្រសួងដែនដីនិងនគររូបនីយកម្មនិងសម្ដេចបវរធិបតីជួយអន្តរាគមន៍ដោះស្រាយឲ្យពួកខ្ញុំផងបាទសូមអរគុណសួរខ្ញុំឈ្មោះអឹងមិនហុងរស់នៅសប្តាហ៍ថ្ងៃរស់នៅភូមិអូស្ពានសង្កាត់ស្ពានមានជ័យខេត្តមណ្ឌលគិរីដែលសប្តាហ៍ថ្ងៃខ្ញុំមានដីនៅទីតាំងសង្កាត់ស្ពានមានជ័យនៅក្រោយមន្ទីរសែនមនោរម្យបាទអាស្រ័យផលរាល់ថ្ងៃហ្នឹងហើយមានផ្ទះមានអីឲ្យយើងអាស្រ័យផលរាល់ឆ្នាំទៅខំប្រឹងថែរាល់ឆ្នាំមិនស្រួលទេអស់ហ្នឹងវាហើយដល់គ្រូសានោះដីដែលមានទំនាស់ពាក់ព័ន្ធហ្នឹងនោះបាទហើយទំនាស់ដីលើដីដែលនៅក្រោយមន្ទីរសែនមនោរម្យនេះជាក់ស្ដែងនឹងមានចំនួនជាប្រវត្តិដែលស្នាក់នៅអាស្រ័យផលហ្នឹងប្រហែលជា200គ្រួសារជាងហើយពួកខ្ញុំនៅអាស្រ័យផលហ្នឹងជាក់ស្ដែងយូរឆ្នាំមកហើយដែរហើយតែឥឡូវមានជាក់ស្ដែងឃើញមានព័ត៌មានដែលចេញមកថាមានអ្នកធំម្នាក់ដែលគាត់បានធ្វើបានកម្មសិទ្ធិធ្វើសូមធ្វើប្លង់រឹងដែលទីតាំងជាក់ស្ដែងលើពួកខ្ញុំកាន់កាប់ហ្នឹងអញ្ចឹងពួកខ្ញុំសូមឲ្យថ្នាក់ដឹកនាំខាងលើគ្រប់ជាន់ថ្នាក់ជាពិសេសស្ដេចបវរធិបតីឲ្យលោកបានមើលកូនចៅដោយសារកូនចៅគ្មានអីច្រើនទេមានតែដំណាំដាំដុះហ្នឹងហើយរាល់ឆ្នាំហ្នឹងឥ
ឥឡូវនឹងក៏គ្មានម្នាក់រាប់ហិកតាអីណាដែរមានម្នាក់តិចអ្នកតិចអ្នកទួយទេដើម្បីអាស្រ័យផលហ្នឹង ភូមិនឹង អញ្ចឹងចុងក្រោយខ្ញុំសូមឲ្យម្ដេចបវរធិបតីក៏ដូចជាមន្ត្រីគ្រប់ពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ឲ្យមើលមេត្តាមើលកូនចៅខាងក្រោម បាទឈ្មោះទៀងសរិទ្ធជាប្រជាពលរដ្ឋរស់នៅអូស្ពីនខាងស្ពីនមានជ័យក្រុងសែនមនោរមខ្ញុំបាទរស់នៅក្នុងខណ្ឌរូបនេះខ្ញុំបាទរស់នៅអាស្រ័យផលនៅកន្លែងនេះថ្ងៃនេះបានមកជួបបងប្អូនទាំងអស់គ្នាដែលមានបុគ្គលដូចធម្មតាទេពួកខ្ញុំអត់ដឹងទេដោយសារគាត់មកធ្វើប្លង់រឹងមកគ្រប់ដណ្ដប់លើដីពួកខ្ញុំហើយពួកខ្ញុំទាំងអស់គ្នានេះរស់នៅអ្នកខ្លះ4 10ឆ្នាំហើយ7 8ឆ្នាំរស់នៅតគ្នាបាល់ដីអ្នកបានថា4 20 ម៉ែត្រសម្រាប់រស់នៅហ្នឹងហើយដល់ពេលគាត់មកគ្រប់ដណ្ដប់យើងជាពលរដ្ឋសូមឋានៈដឹកនាំជួយដោះស្រាយផងហើយជាក់ស្ដែងឲ្យឲ្យមន្ត្រីរយុទ្ធធរចុះមកជាក់ស្ដែងមកតែសំបែងធ្វើគ្រប់គេអស់ហើយអត់មានថាតាមដំណាំក៏មានផលប្រយោជន៍មានគ្រប់គ្នាអស់ហើយគ្រប់គ្នាអស់ហើយមិនបានចាក់ចោលទីចុងក្រោយសូមសម្ដេចបវរជួយដំណោះស្រាយឲ្យពួកយើងខ្ញុំផងតិចបាទសូមចែកកូនលេខតខ្ញុំបាទនៅភូមិចកាតែសង្កាត់ស្ពីមានជ័យក្រុងសែនមនោរមខណ្ឌមណ្ឌលគិរីមានដីមកប្លង់ដែរនេះដាំតរៀនឡើង5 6ឆ្នាំហើយឥឡូវតរៀនបានផលហើយដល់ឥឡូវឮថាមានអ្នកធំឯណាមកធ្វើប្លង់ក្រោបពីលើដីហ្នឹងហើយដីខ្ញុំហ្នឹងមានគណៈកម្មគេបង្កើតគណៈកម្មការថ្នាក់ខេត្តចុះមកអរែងវាស់វែងចុះមកជំរឿនក្បាលដីអស់ហើយដល់ឥឡូវហ្នឹងគេថាអរែងមានប្លង់ធ្លាក់ពីលើមេឃដើមមកក្រោបពីលើទៀតហើយឥឡូវសុំមកជួយថ្នាក់លើជួយនេះផងជួយចុះមកមើលជាក់ស្ដែងផងដីហ្នឹងវាព្រោះប្រជាពលរដ្ឋអរែងអាស្រ័យផលច្រើនឆ្នាំហើយ6 7ឆ្នាំហើយអត់មានតែមានឮថាអីផងទៅឥឡូវដល់ត្រេនបានផលហើយបានថាអរែងមានប្លង់មានអីណាពីលើពីអីមកយ៉ាងសូមឲ្យសម្ដេចបវរធិបតីជួយចាត់ចែងគណៈកម្មការឲ្យមកមើលជាក់ស្ដែងដីហ្នឹងផងមានបាទមានបាទព្រោះដីហ្នឹងមានអរែងផ្ទះមានសបាយហើយគ្រួសារមនុស្សឡើងរាប់រយគ្រួសារហើយបាទសូមអរគុណបាទចាជំរាបសួរនាងខ្ញុំសេងរីណាតំណាងឲ្យប្រជាពលរដ្ឋជាង200គ្រួសារដែលមានរស់នៅភូមិអូស្ពានកាត់ស្ពានមានជ័យក្រុងសែនមនោរមខេត្តមណ្ឌលគិរីពួកខ្ញុំថ្ងៃនេះមកជួបជុំគ្នាដើម្បីសុំបវរទូលបវរដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតឲ្យជួយដោះស្រាយរឿងដីធ្លីពួកនាងខ្ញុំផងដោយសារប្រជាជននៅទីនេះពីមុនអភិបាលខេត្តរងគាត់បានអញ្ជើញពួកខ្ញុំទៅដោះស្រាយជា3 4លើកហើយប៉ុន្តែថ្មីនេះមានអ្នកធំមកពីណាទេខ្ញុំអត់ស្គាល់ឈ្មោះគាត់ទេឮថាប៉ាក់សួរខ្ញុំអត់ដឹងថាគាត់ពីណាហើយទៅចេញប្លង់រឹងលើដីប៉ះពាល់លើដីពួកខ្ញុំហើយពីមុនមកដោះស្រាយចាមានផ្ទះមានសបាយដំណាំមានដំណាំផលអាស្រ័យផលគ្រប់គ្នាមានផ្ទះមានសបែងគ្រប់គ្នាហើយចាជា7 ឆ្នាំកន្លងមកហើយដែលពួកខ្ញុំមកអាស្រ័យផលនៅទឹកដីនេះប៉ុន្តែសូមឲ្យសម្ដេចជួយរយុទ្ធធម៌ឲ្យពួកខ្ញុំផងមានដីតាទូច5 ម៉ែត្រ 10 ម៉ែត្រអីទេសូមសម្ដេចជួយរកយុទ្ធធម៌ឲ្យពួកនាងខ្ញុំផងចាសូមអរគុណខ្ញុំបាទជួបភូមិនាងខ្ញុំមករស់នៅទីនេះជិត10 ឆ្នាំហើយប៉ុន្តែក៏មានអ្នកធំមីណាមកធ្វើប្លង់គ្របលើដីខ្ញុំកំពុងអាស្រ័យផលខ្ញុំមានផ្ទះមានសំបែងមានដំណាំអីទាំងអស់មិនបានមកធ្វើប្លង់លើដីខ្ញុំអត់សុខចិត្តឲ្យគាត់ដឹកនាំគាត់ធ្វើដីជួយដល់កូនចៅផង